បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាបានបង្កើត Facebook Page រួចហើយក៏មានបងប្អូនមួយចំនួននៅតែសួរខ្ញុំថាតើយើងធ្វើការផុសនៅក្នុង Page ហ្នឹងធ្វើម៉េចទៅហើយអ្នកខ្លះទៀតក៏នៅតែឆ្ងល់ថាផុសក្នុង Page ក្នុងទូរស័ព្ទហើយក្នុងកុំព្យូទ័រវាខុសគ្នាហ្មងបាទតាមពិតទៅវាអត់មានអីខុសគ្នាទេការផុសនៅក្នុង Page និងផុសនៅក្នុង Facebook Account របស់យើងគឺដូចគ្នាទេគ្រាន់តែថាមួយយើង switch ទៅកាន់ Page ដើម្បីផុសមួយទៀតគឺផុសនៅក្នុង Account របស់យើងធម្មតាហើយថ្ងៃនេះចង់បញ្ជាក់ដែរអ្នកនរគ្នាប្រសិនបើយើងបានបង្កើតហើយមួយខែទើបយើងអាចធ្វើការផុសដើម្បីចាប់ផ្ដើមរកលុយជាមួយ Facebook បានប៉ុន្តែមិនមែនផុសភ្លាមមួយខែហើយយើងផុសយើងអាចរកលុយបានភ្លាមទេតោះតែគ្រប់គោលការណ៍ទាំងអស់ដែល Facebook វាបានកំណត់ហ្នឹងមានដូចជាត្រូវគ្រប់លក្ខខណ្ឌមិនឲ្យបំពានទៅលើ policy របស់ Facebook ការហាម5របស់ Facebook របស់ YouTube អីហ្នឹងប៉ុន្តែដោយសារយើងនិយាយ Facebook អញ្ចឹងខ្ញុំនិយាយតែ Facebook សិនមានន័យថាឲ្យតែយើងគ្រប់តាមគោលការណ៍មាន subscriber គ្រប់គ្រាន់មានចំនួនអ្នកទស្សនាអីគ្រប់គ្រាន់ហើយមិនបំពានទៅលើគោលការណ៍ណាមួយគឺ Facebook វានឹងឲ្យយើងបើកឲ្យយើងរកលុយជាមួយនឹងក្រុមហ៊ុន Facebook ហ្នឹងឯងអញ្ចឹងឥឡូវទី1ខ្ញុំបង្ហាញអ្នកនរគ្នាការអំពីការផុសមិនថាវីដេអូនិយាយរួមទៅជាប្រភេទ content ប៉ុន្តែខ្ញុំបង្ហាញនៅក្នុងកុំព្យូទ័រមុនដោយសារកុំព្យូទ័រវាស្រួលជាងអញ្ចឹងនៅក្នុងកុំព្យូទ័រអ្នកនរគ្នា download app Facebook ក៏បានឬមួយក៏បើកនៅលើ browser របស់យើងក៏បានដែរហើយចេញមកវាមានដូចដំបូងគឺនៅក្នុង profile របស់យើងបន្ទាប់មកយើង switch មកកាន់ page ចឹងមកបាទអញ្ចឹង switch មកកាន់ page អ្នកនរគ្នាឃើញវាមាន what on your mind ដូចគ្នាមាន photo មានវីដេអូមាន reel ដូចគ្នាជាមួយនឹង Facebook ដែរមាន add story អីបានដូចគ្នាបាទឥឡូវដើម្បីធ្វើការផុសខ្ញុំមានវីដេអូរួចហើយអញ្ចឹងខ្ញុំចុចទៅលើផុសហ្នឹងមកយើងអាច add ឬមួយក៏ទៅរើសវីដេអូរបស់យើងចាប់វាយកមកតម្លាក់ក៏បានដែរបាទឥឡូវដើម្បីកុំឲ្យច្រឡំខ្ញុំចុចទៅលើនេះមានន័យថាដំបូងអ្នកនរគ្នាចុចលើ photo ហ្នឹងមកហើយយក add photo ឬក៏វីដេអូឥឡូវខ្ញុំមានវីដេអូហើយនៅក្នុងsorry នេះខ្ញុំមានវីដេអូហើយខ្ញុំរកវីដេអូខ្ញុំសិនខ្ញុំមិនដឹងថាវាទៅដល់កន្លែងណាទេក៏ដឹងថានៅក្នុងហ្នឹងអូខេឥឡូវខ្ញុំយកវីដេអូច្រើនពេករត់ឃើញវាអត់ឃើញចឹងជាស្រ័យខ្ញុំរកវីដេអូនឹងអត់ឃើញតែវីដេអូរបស់ខ្ញុំគឺខ្ញុំមានហើយខ្ញុំអត់ចង់យកវីដេអូដែលទាំងអស់នេះទេព្រោះហ្នឹងគឺប៉ុសហើយខ្ញុំសុំដដែលរកតិចសិនហើយខ្ញុំ cancel សិនហើយខ្ញុំធ្វើឲ្យមើលម្ដងទៀតនេះគឺ save អូខេចឹងនៅកន្លែងណាគឺនៅក្នុងខ្ញុំ save ក៏កន្លែងគឺវានៅក្នុង picture ចឹងបាទខ្ញុំចុចម្ដងទៀតខ្ញុំចូលទៅកាន់ picture បងខ្ញុំ save ក្នុង picture នេះហើយខ្ញុំទៅរកវីដេអូរបស់ខ្ញុំខ្ញុំយកវីដេអូគឺថាយកវីដេអូមួយនេះមុនចុះបាទចឹងខ្ញុំយកវីដេអូនឹងមួយមកចុច open បាទអញ្ចឹងវីដេអូគឺវានឹង load ចូលមកក្នុង page របស់យើងហើយវាឲ្យយើងធ្វើការ review បើសិនជាវាខ្លីជាងដោយសារតែវាខ្លីជាង90វិនាទីមានន័យថាវាតិចរយៈពេលរបស់វាតិចជាង90វិនាទីឬមួយក៏ត្រឹម90វិនាទីចុះក្រោមវារុញឲ្យទៅ reel ប៉ុន្តែវាសួរយើងដែរតែយើងចង់ទៅ reel ឬមួយក៏ផុសវីដេអូធម្មតាប្រសិនបើផុសវីដេអូធម្មតាអ្នកនរគ្នាឃើញទេ add មកអញ្ចឹងមក
តមកយើងសរសេរដាក់ថាត្រង់កន្លែងសរសេរនេះអ្នកទាំងអស់គ្នាសរសេរអីសរសេរទៅបាទខ្ញុំសរសេរតែប៉ុណ្្នឹងទេហើយប្រសិនបើមាន hashtag យើងដាក់ hashtag មកបាទហើយនៅមានបងប្អូនមួយចំនួនសួរខ្ញុំទៀតថា hashtag នេះជាអី hashtag ហ្នឹងវាប្រៀបដូចជា keyword មួយនៅពេលដែលយើងដាក់ភ្ជាប់ជាមួយនឹង post របស់យើងទៅធ្វើឲ្យគេ search រក post របស់យើងឆាប់ឃើញបាទអញ្ចឹងបើមាន keyword ច្រើនជាងហ្នឹងអ្នកនរគ្នាដាក់ច្រើនជាងហ្នឹងមកតែឥឡូវខ្ញុំដាក់ប៉ុណ្្នឹងទេដើម្បីជាឧទាហរណ៍សម្រាប់អ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាឃើញហើយវាអត់មានអីខុសប្លែកគ្នាជាមួយនឹងការ post នៅក្នុង Facebook account របស់យើងផ្ទាល់ទេយើងសរសេរតែប៉ុណ្្នឹងហើយយើងអាច tag យើងអាចអីបានដូចគ្នាបន្ទាប់មកយើងចុច next មកបន្ទាប់ពីចុច next ហើយយើង preview របស់យើង post preview យើងអាច post បានធម្មតាអូខេចំពោះ reel វិញគឺអ្នកទាំងអស់គ្នាអាចចុចទៅលើ reel នេះមកវាឲ្យយើង add វីដេអូចូលបាទដោយសារមិញខ្ញុំច្រឡំយកវីដេអូខ្លីទៅឥឡូវខ្ញុំយកនេះមួយទៀតចុះអានេះវីដេអូនេះវាខ្លីតែ10វិនាទីទេបាទនេះគឺ reel អត់មានអីពិបាកទេបាទតិចតែប៉ុណ្្នឹងមកហើយ trim អូខេបើ trim ក៏ trim ទៅយើងអាចដាក់វាជា publish បាទឥឡូវ publish ហើយសរសេរអីចូលទៅក្នុងហ្នឹងនៅក្នុងនេះយើងអាចបន្ថែម hashtag បានដូចគ្នានេះជាវីដេអូទាំងស្រុងខ្ញុំអត់មានកាត់ទេអ្នកនរគ្នាអាចមើលជាក់ស្ដែងបានអូខេប៉ុស្តិ៍នៅក្នុងកុំព្យូទ័រកន្លែង reel ហ្នឹងវាយូរបន្តិចប៉ុន្តែវាអត់អីទេយើងបើសិនចេញផ្ទាំងខ្មៅអញ្ចឹងយើងអាចបិទវាទៅបាទឥឡូវវីដេអូក៏ប៉ុស្តិ៍ហើយនេះ reel របស់យើងវិញក៏ប៉ុស្តិ៍ហើយតែ reel វានៅចាំ process តិចសិនបាទអូខេនេះ reel នេះគឺវីដេអូដែលយើងប៉ុស្តិ៍មិញបាទឥឡូវយើងទៅមើលការផុសនៅក្នុងទូរស័ព្ទវិញម្ដងបាទសួស្តីអ្នកនរគ្នាឥឡូវនេះខ្ញុំបង្ហាញពីការប៉ុស្តិ៍ reel នៅក្នុងទូរស័ព្ទដៃចំពោះការប៉ុស្តិ៍វីដេអូគឺខ្ញុំបានបង្ហាញនៅលើនេះគឺជាវីដេអូដែលខ្ញុំប៉ុស្តិ៍មុនហ្នឹងខ្ញុំបានបង្ហាញនៅលើកុំព្យូទ័រហើយឥឡូវខ្ញុំបង្ហាញពីការប៉ុស្តិ៍ reel ក្នុង page លើខ្ញុំយក page នេះទៅដែរចានេះដូចខ្ញុំនិយាយឃើញខាងនេះគឺ story ខាងនេះគឺ reel អញ្ចឹងយើងអាចធ្វើការចុចហ្នឹងក៏បាន create reel ឬមួយក៏អ្នកនរគ្នាចុចលើសញ្ញាបូកហើយយក reel នេះមកបាទហើយចាប់ផ្ដើមយកវីដេអូណាដែលអ្នកនរគ្នាគិតថាចង់ប៉ុស្តិ៍នៅក្នុងវីដេអូ reel នេះយើងចុច next មកហើយដូចបញ្ជាក់ខាងដើមអញ្ចឹងមានន័យថាយើងអាចសរសេរ caption ឬមួយក៏មិនបាច់សរសេរក៏បានដែរយើង add hashtag យកមកក៏បានដែរហើយ hashtag ហ្នឹងគឺជាអីដែលយើងសរសេរតាក់ទងជាមួយនឹងវីដេអូរបស់យើងទៀតថាវីដេអូនោះគឺវីដេអូធ្វើម្ហូបខ្ញុំដាក់ថា food អូខេ food ប៉ុណ្ណឹងឬមួយក៏អាចបន្ថែមទៀតក៏បានដែរបើយើងសរសេរហើយយើងចុចដានមកចុច share តែរងចាំ reel របស់យើង upload អូខេឥឡូវវា upload ហើយវានឹង finish up បាទឥឡូវនេះគឺវីដេអូរបស់យើង reel របស់យើងគឺចេញហើយតែប៉ុណ្្នឹងឯងហើយបើសិនអ្នកនរគ្នាមើលអត់ទាន់ឬមកក៏មានចម្ងល់អាច comment សួរនៅខាងក្រោមវីដេអូឬមកឆាតនៅក្នុង Facebook page របស់ខ្ញុំផ្ទាល់ក៏បានដែរ